ចាជាបន្តទៅទៀតនេះនាងខ្ញុំសុជីវីសូមជូនព័ត៌មានទាំងនេះពិស្ដាលោកនាងជាទីមេត្រីកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ក្រាបទីតាំងឆបោកតាមអនឡាញរបស់ក្រុមអក្រិតជនស្ថិតនៅក្នុងខេត្តមណ្ឌលគិរីនិងបានឃាត់ខ្លួនជនបរទេសជិត300នាក់មន្ត្រីអង្គការសង្គមស៊ីវិលផ្នែកនិងអ្នកតាមដានបញ្ហាឆបោកតាមអនឡាញថាក្រុមអក្រិតជនកំពុងតែពង្រីកបណ្ដាញរបស់ខ្លួននិងបង្កើតអគារឆបោកតាមអនឡាញនៅកម្ពុជាកាន់តែខ្លាំងចាលោកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍ពិស្ដាអំពីរឿងនេះនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះលោកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់វិទ្យុអាស៊ីសេរីទាំងអស់ជាទីមេត្រីចាប់ព័ត៌មានជាបន្តទៅទៀតនេះតកតងទៅនឹងការដាក់ពិន័យមន្ត្រីនគរបាលដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយចាមន្ត្រីអង្គការសង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលយកមន្ត្រីនគរបាលដែលក្រសួងមហាផ្ទៃរកឃើញថាពាក់ព័ន្ធនឹងអំពើពុករលួយយកទៅកាត់ទោសតាមច្បាប់ពីព្រោះគឺជាសំណុំរឿងព្រហ្មទណ្ឌដែលមិនអាចដាក់ទោសត្រឹមតែជាទណ្ឌកម្មខាងវិន័យការងារនោះឡើយចាការជំរុញនេះធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបានដាក់ទណ្ឌកម្មខាងវិន័យរដ្ឋបាលទៅលើនគរបាលចំនួន4នាក់ដែលត្រូវបានអាជ្ញាធររកឃើញថាពាក់ព័ន្ធនឹងការបន្លំឯកសារនិងប្រព្រឹត្តអំពើពុករលួយចាសសូមអញ្ជើញលោកនាងស្ដាប់សេចក្តីរាយការណ៍របស់អ្នកស្រីខណ្ឌលក្ខណាអំពីរឿងនេះដូចតទៅអ្នកខ្លំមើលនឹងសង្គមស៊ីវិលលើកឡើងថាការណារកឃើញកំហុសរបស់មន្ត្រីនៃស្ថាប័នរដ្ឋប្រព្រឹត្តអំពើពុករលួយនិងការក្លែងបន្លំឯកសារនោះពួកគេត្រូវទទួលការផ្តន្ទាទោសតាមផ្លូវច្បាប់គឺមិនមែនត្រឹមតែវិន័យរដ្ឋបាលហើយរួចខ្លួននោះទេប្រធានសមាគមការពារសិទ្ធិមនុស្សអាត់ហុកលោកនីសុខាប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី9ខែមីនាថាអំពើពុករលួយគឺជាបទល្មើសព្រហ្មទណ្ឌដែលអ្នកប្រព្រឹត្តទាំងអស់ទោះបីជាប្រជាពលរដ្ឋឬមន្ត្រីរាជការក៏ដោយត្រូវតែប្រឈមមុខច្បាប់ដើម្បីធានាថាការអនុវត្តច្បាប់មានភាពស្មើគ្នាឬគ្មានស្តង់ដារពីរលោកថាការដាក់ទណ្ឌកម្មវិន័យការងារលើក្រុមមន្ត្រីនគរបាលដែលក្រសួងមហាផ្ទៃរកឃើញកំហុសពុករលួយនោះមិនទាន់គ្រប់គ្រាន់ទេពួកគេត្រូវតែប្រឈមនឹងការកាត់ទោសតាមផ្លូវច្បាប់បទល្មើសតាក់ទងទៅនឹងអំពើពុករលួយដែលវាជាបទល្មើសព្រហ្មទណ្ឌដែលមិនអាចគ្រាន់តែធ្វើការដកតំណែងដកតួនាទីអីឲ្យរួចខ្លួនបានទេគឺត្រូវតែអ្នកដែលបានព្រឹត្តនៅអំពើពុករលួយទាំងអស់ត្រូវតែមានវិធានការតាមច្បាប់នៃការប្រឆាំងអំពើពុករលួយឲ្យបានត្រឹមត្រូវជាការដាក់វិន័យមួយដើម្បីពង្រឹងទៅលើវិស័យយុត្តិធម៌ឲ្យបានរឹងមាំការលើកឡើងនេះធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបានដាក់ទណ្ឌកម្មខាងវិន័យរដ្ឋបាលលើមន្ត្រីនគរបាលចំនួន4នាក់ពាក់ព័ន្ធនឹងការបន្លំឯកសារនិងប្រព្រឹត្តអំពើពុករលួយក្នុងលិខិតរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី14ខែកុម្ភៈដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈអធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាបខេត្តស្វាយរៀងលោកសោមសរនត្រូវបានដកតំណែងនិងរងពិន័យបន្ថយឋានន្តរស័ក្តិចំនួន2ថ្នាក់ដោយសារការប្រព្រឹត្តអំពើពុករលួយរីឯមន្ត្រីនគរបាលស្រុកស្វាយទាប3នាក់ទៀតគឺអធិការរងទទួលបន្ទុកផ្នែកនគរបាលយុតិធម៌លោកវ៉ាសំណាងនាយរងផ្នែកអន្តរប្រវេសន៍លោកផាត់ផលនិងនាយរងផ្នែកនគរបាលយុតិធម៌លោកកឹមស៊ីផុនរងទណ្ឌកម្មវិន័យដោយការប្រមានជាលេខអក្សរតាក់ទងនឹងការបន្លំឯកសារវិធានការទណ្ឌកម្មវិន័យនេះអនុវត្តដោយផ្អែកតាមការអង្កេតស្រាវជ្រាវលើខ្លឹមសារគណនី Facebook ឈ្មោះបងវីដែលបានផ្ញើចូលទំព័រ Facebook របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសសុខាកាលពីថ្ងៃទី20ខែកុម្ភៈឆ្នាំ2024ការស៊ើបអង្កេតរបស់ក្រសួងមហាផ្ទៃរកឃើញថាពាក្យបណ្ដឹងដែលអះអាងថាមានស្នាមមេដៃមន្ត្រីនគរបាលចំនួន24នាក់នោះមានស្នាមមេដៃមន្ត្រីនគរបាលពិតប្រាកដតែ2នាក់ប៉ុណ្ណោះគឺលោកផាត់ផលនិងលោកកឹមស៊ីផុនហើយករណីបន្លំឯកសារពាក្យបណ្ដឹងនេះប្រព្រឹត្តដោយលោកវ៉ាសំណាងដែលបានយកក្រដាស់ពុំទាន់មានខ្លឹមសារទៅឲ្យអ្នកផ្សេងទៀតផ្តិតមេដៃចំណែកអធិការស្រុកស្វាយទាបលោកសោមសរនបានប្រព្រឹត្តបទល្មើសជាច្រើនករណីរាប់ចាប់តាំងពីការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យទៅកាន់មន្ត្រីក្រមអាវ៉ាតដែលផ្ទុយនឹងវិន័យនគរបាលជាតិរហូតដល់បទល្មើសពុករលួយក្រសួងមហាផ្ទៃឲ្យដឹងថាលោកសោមសរនបានលក់វត្ថុតាងនៃបទល្មើសគ្រោះថ្នាក់ចរាចរណ៍រួមមានរថយន្តម៉ាកកាមេរីឆ្លាម1គ្រឿងនិងរថយន្តកែច្នៃ1គ្រឿងលោកបានឲ្យនគរបាលបង់ប្រាក់$500ជាថ្នូរនឹងការតែងតាំងមុខតំណែងនិងឋានន្តរស័ក្តិលោកបានឲ្យអាណាព្យាបាលរបស់ជនសង្ស័យប្រើប្រាស់គ្រឿងញៀនបង់ប្រាក់$200ជាថ្នូរនឹងការដោះលែងលោកបានឲ្យមន្ត្រីនគរបាលបង់ប្រាក់$400ក្នុងមួយបន្ទប់ជាថ្នូរនឹងការចូលបម្រើការងារនៅក្នុងអគារថ្មីលោកសោមសរនក៏ថែមទាំងបានឲ្យជនជាតិបង់ក្លាដេសដែលឆ្លងដែនខុសច្បាប់បង់ប្រាក់ចំនួន$5,000ជាថ្នូរនឹងការដោះលែងអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នែកគំនិតនិងការសិក្សាស្រាវជ្រាវលោកសេសជាតិប្រវិទ្យាអាស៊ីសេរីនៅថ្ងៃទី9ខែមីនាថាក្រសួងមហាផ្ទៃបានរកឃើញអំពើពុករលួយមួយភាគនៃមន្ត្រីទាំងនោះទៅហើយ
ហេតុនេះលោកថាការដាក់ទណ្ឌកម្មខាងវិន័យលើមន្ត្រីនគរបាលពីសំណាក់សមីក្រសួងគឺជាការត្រឹមត្រូវយ៉ាងណាលោកបញ្ជាក់ថាអង្គភាពប្រឆាំងអំពើពុករលួយមានភារកិច្ចបន្តការងារស៊ើបអង្កេតបន្ថែមទៀតឬក៏ប្តឹងទៅតុលាការឲ្យចាត់វិធានការតាមច្បាប់អង្គភាពប្រឆាំងអំពើពុករលួយនៅពេលដែលមានការប្រកាសជាសាធារណៈពីសម័យក្រសួងថាមានអំពើពុករលួយហើយបានដកតួនាទីឬក៏មានការពមៀនហើយគឺនៅសល់រឿងដែលត្រូវធ្វើបន្តគឺអង្គភាពប្រឆាំងអំពើពុករលួយដែលមានតួនាទីប្តឹងទៅកាន់តុលាការឬក៏ចាត់វិធានការទៅតាមផ្លូវច្បាប់បន្ថែមវិសុអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺជុំវិញរឿងនេះពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកទូចសុខានិងអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយលោកសយច័ន្ទវិចិត្របានទេនៅថ្ងៃទី9ខែមីនាអ្នកខ្លំមើលលើកឡើងថាអំពើពុករលួយគឺជាមេរោគដ៏សាហាវដែលស៊ីរូងបំផ្លាញប្រព័ន្ធដឹកនាំប្រជាធិបតេយ្យនៅកម្ពុជាដែលធ្វើឲ្យប្រជាពលរដ្ឋកាន់តែក្រីក្រហើយប្រទេសទន់ខ្សោយស្ទើរតែបាត់បង់សមត្ថភាពការពារខ្លួនអង្គការដំឡាភិបអន្តរជាតិរកឃើញថាស្ថានភាពអំពើពុករលួយនៅកម្ពុជាក្នុងឆ្នាំ2024កាន់តែធ្ងន់ធ្ងរបើប្រៀបធៀបឆ្នាំ2023បន្ទាប់ពីគណៈបកប្រជាជនកម្ពុជាផ្ទេរតំណែងទៅឲ្យអ្នកចំនួនថ្មីរបស់ខ្លួនដោយកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ158ក្នុងចំណោម180ប្រទេសរបាយការណ៍នេះឲ្យដឹងដែរថាកម្ពុជាគ្រាន់បើជាងប្រទេសដែលកំពុងតែច្របូកច្របល់ដោយសង្គ្រាមផ្ទៃក្នុងគឺប្រទេសមីយ៉ាន់ម៉ាឬភូមាតែមួយប៉ុណ្ណោះនៅក្នុងតំបន់អាស៊ានរបាយការណ៍របស់អង្គការដំឡាភិបអន្តរជាតិកាលពីថ្ងៃទី11ខែកុម្ភៈឲ្យដឹងថាកម្ពុជាបន្តបោះជំហានយឺតយ៉ាវក្នុងការប្រឆាំងនឹងអំពើពុករលួយដែលបង្ហាញឲ្យឃើញនៅចំណុចខ្សោយដែលបន្តកើតមានដោយសារអភិបាលកិច្ចនិងខ្វះសុចរិតភាពស្ថាប័នខ្ញុំខណ្ឌលក្ខណាវិទ្យុអាស៊ីសេរីលោកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីចាកម្មវិធី podcast របស់វិទ្យុអាស៊ីសេរីចាកម្ពុជាសប្តាហ៍នេះចាដែលមានលោកយ៉ងច័ន្ទតារាជជែកពិភាក្សាជាមួយនឹងលោកថាថៃរួមជាមួយនឹងគឧតកោនៅឯក្រុមហ៊ុនបនលបែងកាស៊ីណូ Nagavel គឺអ្នកស្រីអ្នកនាងមុំសវត្ថិនចាហៅអាទីនហើយពួកគាត់ជជែកគ្នានេះចាតាក់ទងទៅនឹងស្ថានភាពការតស៊ូរបស់គឧតកោ Nagavel និងការប្រឹងប្រែងរកប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវិតផងនិងបន្តការតវ៉ារបស់ពួកគាត់នៅខាងមុខក្បែរអគារ Nagavel នោះផងចាហើយកម្មវិធី podcast របស់វិទ្យុអាស៊ីសេរីនេះចាបានផ្សាយជូនលោកអ្នកនាងរួចហើយនៅលើបណ្ដាញ podcast មួយចំនួនចាមាន Apple Podcast និង Spotify ជាដើមចាយើងផ្សាយជូនលោកអ្នកនាងកាលពីព្រឹកថ្ងៃសៅរ៍ចាម៉ោងនៅកម្ពុជាគឺថ្ងៃសៅរ៍ម្សិលមិញនេះចាហើយតាក់ទងទៅនឹងវីដេអូនៃកម្មវិធី podcast របស់វិទ្យុអាស៊ីសេរីចាយើងនឹងមានផ្សាយជូនលោកអ្នកនាងនៅយប់ថ្ងៃច័ន្ទស្អែកនេះចាបន្ទាប់ពីម៉ោងផ្សាយព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីចាគឺបន្ទាប់ពីម៉ោង8កន្លះយប់ចាយើងនឹងមានផ្សាយជូនលោកអ្នកនាងនៅលើបណ្ដាញសង្គមរបស់វិទ្យុអាស៊ីសេរីចាដែលរួមមាន YouTube Facebook និង Telegram ចាសូមកុំភ្លេចលោកអ្នកនាងរងចាំទស្សនាអំពីរឿងនេះកុំបីខានចាលោកអ្នកនាងកញ្ញាជាទីមេត្រីចាតាក់ទងទៅនឹងស្ថានភាពជំងឺរបស់អនុប្រធាននៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរចាគឺលោកជុនច័ន្ទបុតឯនេះវិញចាទស្សនៈមហាជនជាច្រើននៅលើបណ្ដាញសង្គមចាកំពុងតែមានការចាប់អារម្មណ៍ខ្លាំងតាក់ទងទៅនឹងបញ្ហាសុខភាពរបស់លោកជុនច័ន្ទបុតនៃវិទ្យុអាស៊ីសេរីពួកគាត់បានសរសេរសារជូនពរនៅលើបណ្ដាញសង្គមប្រងព្រាតចាក្នុងនោះប្រិយមិត្តរបស់វិទ្យុអាស៊ីសេរីខ្លះក៏បានសរសេរផ្ញើសារតាមអ៊ីមែលមកវិទ្យុអាស៊ីសេរីដោយបង្ហាញពីក្តីកង្វល់របស់ពួកគាត់ជាខ្លាំងចំពោះស្ថានភាពសុខភាពរបស់លោកជុនច័ន្ទបុតនេះតើការបញ្ចេញមតិចាអមដោយសារជូនពរលោកជុនច័ន្ទបុតទាំងនោះមានន័យខ្លឹមសារយ៉ាងណាខ្លះចាសូមអញ្ជើញលោកនាងចារងចាំទស្សនាវីដេអូអំពីរឿងនេះនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះចលនានាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីចាយើងងាកទៅព័ត៌មានតាក់ទងនឹងកូនប្រុសពៅរបស់លោកហ៊ុនសែនដែលជាអ្នករៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឯនោះវិញចាក្រុមយុវជនរិះគន់កូនប្រុសពៅរបស់លោកហ៊ុនសែនចាគឺលោកហ៊ុនម៉ាណីរឿងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅក្នុងឆ្នាំនេះជាថ្មីទៀតនោះថាគឺជាការខ្ជះខ្ជាយថវិកាដើម្បីទៅលើកមុខមាត់ក្រុមគ្រួសារត្រកូលហ៊ុននិងបកពួកគណៈពលរដ្ឋមួយចំនួនក្រីក្រស្ទើរតែរកអង្គរច្រកឆ្នាំងគ្មានពួកគាត់ចាត់ទុកការព្យាយាមរៀបចំព្រឹត្តិការណ៍ធំៗរបស់ក្រុមគ្រួសារត្រកូលហ៊ុននេះគឺជាការព្យាយាមបំវែស្ថានភាពសង្គមចាគឺដើម្បីឲ្យយុវជននិងពលរដ្ឋមើលឃើញថាក្រោមការដឹកនាំរបស់ត្រកូលហ៊ុននេះពិតជាធ្វើឲ្យមានប្រជាពលរដ្ឋមានភាពសុខសប្បាយចាប៉ុន្តែស្ថានភាពពិតគឺមិនដូច្នោះទេចាសូមអញ្ជើញលោកអ្នកនាងចាស្ដាប់សេចក្តីរាយការណ៍របស់លោកទីនសការីយ៉ាអំពីរឿងនេះស្របពេលដែលបរិវត្តកំពុងតែចំពាក់បំណុលធនាគារវ៉ាន់កកសិករគ្មានទឹកធ្វើស្រែកសិផលគ្មានទីផ្សារបញ្ហាបរិវត្តចំណាស្រុកនិងអំពើរកស៊ីឆបោកតាមអនឡាញកំពុងតែកើតឡើងស្ទើរទូទាំងប្រទេស
រដ្ឋាភិបាលដោះស្រាយមិនទាន់បានផងនោះបែរជារដ្ឋាភិបាលកំពុងតែរិះរកមធ្យោបាយបង្កើតកម្មវិធីសប្បាយៗដែលមើលទៅហាក់ដូចជាការព្យាយាមបំភាន់ភ្នែកបរដ្ឋឲ្យមើលឃើញពីភាពរីកចម្រើនរបស់កម្ពុជាក្នុងនោះក៏មានការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាបនៅពេលខាងមុខនេះដែលដឹកនាំដោយកូនប្រុសពៅរបស់លោកហ៊ុនសែនគឺលោកហ៊ុនម៉ាណីយុវជនរស់នៅប្រទេសកូរ៉េខាងត្បូងលោកឃ្លោកលៀបប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី9មិនិនាថាការរៀបចំកម្មវិធីអង្គរសង្ក្រាន្តរបស់លោកហ៊ុនម៉ាណីគឺជារឿងឥតប្រយោជន៍និងជាការបង្វក់ខួរក្បាលយុវជនឲ្យដឹងគុណពីការដឹកនាំរបស់ឪពុករបស់លោកខណៈដែលបរដ្ឋកំពុងតែរស់នៅក្នុងស្ថានភាពក្រីក្រលោកសង្កេតឃើញថាកូនប្រុសពៅរបស់លោកហ៊ុនសែនគឺលោកហ៊ុនម៉ាណីដើរតួនាទីជាអ្នកគៀកយុវជនឲ្យងប់ងល់នឹងគណបកប្រជាជនកម្ពុជាស្របពេលដែលឪពុករបស់លោកប្រើអំពើហិង្សានិងគំរាមកំហែងគ្រប់រូបភាពទៅលើអ្នកដែលហ៊ានរិះគន់ការដឹកនាំរបស់ក្រុមគ្រួសារតកូលហ៊ុនគេដើរដល់ណាហើយយើងបែរជាធ្វើអន្សមយៈបង្អួតគេធ្វើជារូបបេះដូងបង្អួតគេហើយបំបែកឯកតកម្មថាខ្មែរអស្ចារ្យខ្មែរមិនមែនអស្ចារ្យទេខ្មែរអស្ចារ្យខ្មែរសាងអង្គរយើងមើលពូជខ្មែរពូជអង្គរមកពូជអស្ចារ្យរឿងធ្វើអន្សមយៈមកធ្វើរូបបេះដូងវាគួរឲ្យអាម៉ាស់ខ្មាស់គេមែនតើហើយលោកហ៊ុនម៉ាណីនឹងធ្វើព្រឹត្តិការណ៍គ្រាន់តែបន្លប់ទេហើយបរាជ័យច្រើនណាស់គ្រាន់តែរឿងឃើញគ្រាន់តែបង្កើតព្រឹត្តិការណ៍អបអរសាទរកម្ពុជាថាកម្ពុជាពិតជាអស្ចារ្យមហាលោតផ្លោះរហូតដល់បណ្តែតបណ្ដោយឲ្យឆេះរូបបច្ឆាយលក្ខណ៍របស់ព្រះមហាក្សត្រចំណែកឯសកម្មជនបរិស្ថាននិងជាអ្នកតាមដានស្ថានភាពសង្គមនិងនយោបាយអ្នកនាងលឹមកំសរថ្លែងថាព្រឹត្តិការណ៍ដែលក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាឬក្រុមយុវជនសសយករបស់លោកហ៊ុនម៉ាណីបង្កើតឡើងនេះគឺជាការចង់បង្ហាញឲ្យគេឃើញថាកម្ពុជាមានសុខសន្តិភាពប៉ុន្តែរូបភាពនេះមិនអាចលាក់បាំងពីបញ្ហាអសន្តិសុខដែលកំពុងតែកើតមានឡើងនោះបានទេអ្នកនាងបន្តថាស្ថាប័នសសយកហាក់កំពុងតែដើរតួនាទីជំនួសឲ្យក្រសួងពាក់ព័ន្ធផ្សេងៗទៀតក្នុងស្ថាប័នរដ្ឋដែលធ្វើឲ្យក្រសួងមួយចំនួនមិនអាចបំពេញតួនាទីរបស់ខ្លួនបានចំណាយលុយច្រើនទៅលើកម្មវិធីមួយប៉ុន្តែប្រជាពលរដ្ឋនៅតែជំពាក់បំណុលធនាគារអញ្ចឹងប្រជាជនត្រូវសិក្សាកន្លែងហ្នឹងហើយហ៊ានបញ្ចេញមតិហ៊ានសម្ដែងមតិឲ្យរដ្ឋាភិបាលក៏ដូចជាក្រសួងដែលពាក់ព័ន្ធហ្នឹងជួយទៅដល់ពួកគាត់ផងអញ្ចឹងថាលុយដែលចំណាយទៅលើការរៀបចំហ្នឹងគឺជាលុយមួយផ្នែកប៉ុន្តែគួរសម្រួលដល់ប្រជាជនដែលគាត់កំពុងតែរងគ្រោះដោយសារតែបញ្ហាជាប់បំណុលការបោកប្រាស់ពីក្រុមឧក្រិដ្ឋកម្មអនឡាញការរិះគន់របស់ក្រុមយុវជនទាំងនេះធ្វើឡើងក្រោយពីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាគឺលោកហ៊ុនម៉ាណីនៅថ្ងៃទី9មីនាបានធ្វើសន្និសីទសារព័ត៌មានស្ដីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ2025នៅខេត្តសៀមរាបក្រោមប្រធានបទញញឹមសាទរសង្ក្រាន្តឆ្នាំថ្មីនិងធ្វើពិធីក្រុងពាលីដើម្បីរៀបចំសាងសង់រោងនានានៅក្នុងប្រាសាទអង្គរវត្តលោកហ៊ុនម៉ាណីអះអាងថាការធ្វើអង្គរសង្ក្រាន្តនេះគឺដើម្បីលើកយកនៅកេរដំណែលអរិយធម៌វប្បធម៌ទំនៀមទម្លាប់និងស្នាដៃរបស់បុព្វបុរសខ្មែរមកតាំងបង្ហាញចាប់ពីថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាក្នុងពិធីអង្គរសង្ក្រាន្តឆ្នាំកន្លងទៅលោកហ៊ុនម៉ាណីធ្លាប់គៀកយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាធ្វើនំអន្សមយៈធំជាងគេលើពិភពលោកធ្វើទូកងប្រវែងវែងជាងគេត្បាញក្រមាវែងជាងគេក្នុងលោកនិងបំបែកកំណត់ត្រាឯកតកម្មពិភពលោកខាងបត់បេះដូងក្រដាសដ៏ច្រើនបំផុតរហូតដល់ជិត4លានដែលនេះគឺជាការចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់លើសពីនេះលោកហ៊ុនម៉ាណីក៏ផ្ដល់ទូរទស្សន៍និងលាភសក្ការៈដល់យុវជនមួយចំនួនដើម្បីទាក់ទាញឲ្យពួកគេព្រមចូលបម្រើគណបកប្រជាជនកម្ពុជាជំវិញនឹងរឿងនេះអ្នកអត្ថាធិប្បាយនយោបាយលោកកឹមសុខមានប្រសាសន៍ថាការដែលកូនប្រុសរបស់លោកហ៊ុនសែនគឺលោកហ៊ុនម៉ាណីប្រើយុទ្ធសាស្ត្ររៀបចំព្រឹត្តិការណ៍ធំៗនៅក្នុងសង្គមគឺដើម្បីលុបបញ្ហានយោបាយនិងសង្គមដែលកំពុងតែបង្កឡើងដោយក្រុមគ្រួសារតកូលហ៊ុនលោកបន្តថាគ្រួសារតកូលហ៊ុនគួរតែយកលុយដែលចំណាយឥតប្រយោជន៍ទាំងនោះទៅដោះស្រាយបញ្ហាឲ្យប្រជាពលរដ្ឋដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់ប្រសើរជាងយកលុយជាតិមកចំណាយខ្ជិះខ្ជាយបែបនេះការរៀបចំព្រឹត្តិការណ៍ធំទាំងអស់ហ្នឹងគ្រាន់តែជាការបញ្ឆោតភ្នែកប្រជាពលរដ្ឋមួយគ្រាតែប៉ុណ្ណោះมันអាចបិទបាំងការពិតនៃការដឹកនាំបែបច្របូកច្របល់ធ្វើឲ្យជាតិកលាហលក្រីក្រលំបាកនោះទេហើយមែនតែនទៅប្រជាពលរដ្ឋដឹងគ្រប់តែគ្នានៅទូទាំងប្រទេសគ្រាន់តែរងចាំពេលវេលាធ្វើការផ្លាស់ប្ដូររដ្ឋាភិបាលក្រុមគ្រួសារហ៊ុននឹងចេញដើម្បីស្ថាបនាជាតិឡើងវិញជារឿយៗលោកហ៊ុនម៉ាណីតែងតែសរសើរពីការដឹកនាំរបស់ឪពុករបស់លោកថាបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិហើយក្រុមយុវជនសសយកមួយចំនួនធំដែលនៅតាមហែហមនិងបម្រើការងារឲ្យលោកហ៊ុនម៉ាណីក៏បង្ហាញការបដិញ្ញាចិត្តការពារអ្វីមួយដែលលោកហៅថាសន្តិភាពនោះដែរក៏ប៉ុន្តែការពិតទៅនៅពីក្រោយសន្តិភាពក្រោមការដឹកនាំរបស់គ្រួសារតកូលហ៊ុនគឺពោពេញទៅដោយអំពើហិង្សាការគំរាមសម្លាប់
ការចាប់ដាក់គុកការធ្វើទុកបុកម្នេញផ្នែកនយោបាយរដ្ឋមិនអស់ទៅលើក្រុមអ្នករិះគន់អ្នកនយោបាយប្រឆាំងសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើមខ្ញុំបាទទីនសាការីយ៉ាអស៊ីសេរីប្រធានាធិបតី Washington